សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីការដែលយើងធ្វើ CV ហ្នឹងគឺដើម្បីអ្វីហើយយើងធ្វើម៉េចដើម្បីឲ្យដាក់ពាក្យទៅជាប់អញ្ចឹងឥឡូវយើងមកមើលពី CV របស់យើង CV គឺជាអីគេ CV វាគឺជាឯកសារដែលប្រើសម្រាប់បង្ហាញព័ត៌មានអំពីខ្លួនអ្នកទៅកាន់និយោជកឬក្រុមហ៊ុននៅពេលដាក់ពាក្យការងារអញ្ចឹងគោលបំណងនៃការធ្វើ CV របស់យើងទី1គឺយើងណែនាំខ្លួនឯងបង្ហាញឈ្មោះអាសយដ្ឋានលេខទូរស័ព្ទនិងព័ត៌មានដែលទាក់ទងនឹងយើងទី2គឺបង្ហាញពីការអប់រំរៀបរាប់កម្រិតសិក្សានិងជំនាញដែលយើងបានរៀនហើយទី3យើងបង្ហាញពីបទពិសោធន៍ការងារប្រសិនបើធ្លាប់ធ្វើការអាចបញ្ជាក់តួនាទីឬភារកិច្ចដែលអ្នកបានអនុវត្តហើយសម្រាប់ចំណុចទី4បង្ហាញពី skill ដូចជា Microsoft Office Google Sheet ការទំនាក់ទំនងការងារជាមួយក្រុមការងារជាដើមទី5លំអោនភាពឱកាសទទួលបានការសម្ភាសន៍ CV អាចជួយធ្វើឲ្យនិយោជកចាប់អារម្មណ៍និងអញ្ជើញអ្នកទៅសម្ភាសន៍សម្រាប់សិស្សឬអ្នកដែលគ្មានបទពិសោធន៍ការងារក៏យើងអាចធ្វើបានដែរ CV នៅតែសំខាន់ដោយអាចផ្ដោតលើការអប់រំជំនាញសកម្មភាពស្ម័គ្រចិត្តការហ្វឹកហាត់សមិទ្ធផលក្នុងការសិក្សារូបមន្ត CV សាមញ្ញព័ត៌មានផ្ទាល់ខ្លួនគោលបំណងការងារការអប់រំបទពិសោធន៍ការងារប្រសិនបើមានភាសាជំនាញឯកសារយោងហេតុអីបានក្មេងៗឥឡូវខ្ជិលធ្វើ CV ដោយខ្លួនឯងម៉េះមានមូលហេតុជាច្រើនដែលធ្វើឲ្យក្មេងៗឬសិស្សនិស្សិតជាច្រើនមិនចង់ធ្វើ CV ដោយខ្លួនឯងមិនដឹងត្រូវចាប់ផ្ដើមពីចំណុចណាមិនស្គាល់ពីតម្រង CV ឬអ្វីដែលគួរដាក់បញ្ចូលគិតថាខ្លួនឯងគ្មានបទពិសោធន៍ការងារដូច្នេះមានអារម្មណ៍ថាគ្មានអ្វីសរសេរទោះបីជាមានការអប់រំជំនាញឬសកម្មភាពផ្សេងៗដែលអាចដាក់បានក៏ដោយខ្វះទំនុកចិត្តក្នុងការសរសេរបារម្ភថាសរសេរខុសឬមិនមានលក្ខណៈវិជ្ជមានមិនសូវយល់ពីសារៈសំខាន់របស់ CV មើលឃើញថាវាគ្រាន់តែជាឯកសារមួយមិនមែនជាឧបករណ៍ផ្សព្វផ្សាយសមត្ថភាពខ្លួនឯងខ្វះពេលវេលាឬការរៀបចំពជាពេលរហូតដល់ពេលដាក់ការងារទៅចាប់ផ្ដើមធ្វើហើយមួយទៀតងាយស្រួលរកគំរូឬអ្នកដទៃធ្វើជំនួសសប្តាហ៍ថ្ងៃមាន template ឬសេវាកម្មជាច្រើនដែលអាចជួយបានប៉ុន្តែការធ្វើ CV ដោយខ្លួនឯងមានអត្ថប្រយោជន៍ច្រើនព្រោះវាជួយឲ្យយល់ច្បាស់ពីជំនាញបទពិសោធន៍និងគោលដៅអាជីវកម្មរបស់ខ្លួននៅពេលសម្ភាសន៍ការងារក៏ងាយឆ្លើយសំណួរអំពី CV របស់ខ្លួនបានល្អដែរចឹងការចែករំលែក CV មានតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាជិះធ្វើ CV យើងអាចតាក់ទងមកខាងយើងបាននិងមានជួយការធ្វើ CV ដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាអរគុណ